យកខោមួយនេះមករៀបចំខ្លួនឲ្យបាន3ទម្រង់ខុសៗគ្នាក្រៀមហើយចង្កេះយឺតខាងក្រោយទៀតទម្រង់ទី1 style ដដែលនឹងបងគឺយកអាវកបើកទៅនុយជាមួយនឹងខោមួយនឹងប៉ុន្តែដាក់ជាមួយនឹងអាវពណ៌ខ្មៅជាមួយនឹងខ្សែក្រវ៉ាត់ខ្សែទូចហើយម្ដងនឹងដាក់កែងរៀងខ្ពស់កែង 5cm មកបងពណ៌កែងឡើងស៊ីជាមួយនឹងខោពណ៌គ្រីមដាក់ជាមួយនឹងអាវពណ៌ខ្មៅស្អាតសាហាវមើលមកឡើងរៀងទូចខោមួយនឹងជាប្រភេទខោតលាតកៀកនិងកផ្លូវជាប្រភេទខោជើងស្មើធំមានជើងប៉ាត់ទេណាតម្រងវិញគឺសម្រាប់អ្នកកម្ពស់ 1m55 ដល់ 65 មានទំហំ S, M, L, XL និង 2XL បានរហូតដល់ចង្កេះ 31 32សម្រាប់បងអ្នកធ្វើការអាចរៀបចំខ្លួនបែបហ្នឹងទៅធ្វើការបានធានាមកស្អាតហ្មងបងបានទាំងស្អាតហើយបានទាំងស្រួលខ្លួនទៀតហ៎ខោតលាស្រួលពាក់ម្លឹងអីហ្នឹងជាពិសេសបងដែលចូលចិត្តប្រភេទខោចង្កេះយឺតខាងក្រោយហ្នឹងហ្មងហើយខ្មែរដែលកំពុងថតហ្នឹងមាន size S, M, L, XL, 2XL ដូចគ្នាពីរគឺយើងយកខោមួយហ្នឹងរៀបចំខ្លួនជាមួយនឹងអាវបែបស្រាស្ដើងបែបនេះបងទាំងអស់គ្នាត្រូវជ្រើសរើសប្រភេទអាវកាក់ខាងក្នុងសិនខ្ញុំយកអាវកាក់ហ្នឹងមកទៅនុយហើយដាក់ខ្សែក្រវ៉ាត់តែខ្ញុំដូរពីអាទូចដាក់អាធំវិញអាវហ្នឹងគឺអត់មានសាយទេបងវា free size តែយើង free size ត្រឹម S, M, L បានហើយអាចបានចន្លោះពី55គីឡូដល់60គីឡូហើយការដែលយើងរៀបចំខ្លួនមួយអាវហ្នឹងណាលេងបាន3ទម្រង់ទៀតបងលក្ខណៈបងចំហធ្វើអាវក្រៅចេះហ្មងឬក៏យើងបិទលេវខាងលើតែមួយឯងឬក៏ចុងក្រោយគេហ្នឹងគឺយើងបិទលេវទាំងអស់ហ្នឹងហើយគឺយើងដាក់ជាមួយនឹងខ្សែក្រវ៉ាត់រៀងធំបើយើងបដូរទៅទូចវិញនេះមួយយ៉ាងម្នាក់ឯងបងទម្រង់ដែលបង្ហាញនេះគឺលក្ខណៈយើងចំហលេវបងឃើញផ្នែកខាងក្រោយគឺស្អាតមែនតើយើងទម្រង់មួយនេះសម្រាប់បងដែលខ្ពស់ណាគឺគាត់រៀបចំខ្លួនទៅប្រកាសជារៀងស្អាតជាងខ្ញុំហីខ្ញុំកម្ពស់តែ1.5 ម៉ែត្រណាជាបន្តិចបងអាវមួយនេះភេទសាច់បែបហ្នឹងណាណែនាំឲ្យបោកក្នុងម៉ាស៊ីននេះណាបោកដៃទម្រង់ទី2គឺយើងបិទលេវមួយខាងលើបែបនេះគាត់មួយនេះគឺលក្ខណៈបែបស្រួលខ្លួនហើយស្អាតខ្លាំងមែនតើហ្មងលក្ខណៈបែបសភាព gentle តែវារៀងខ្ជូតនៅក្នុងនឹងដែរទម្រង់ទី3គឺបិទលេវនឹងឯងហើយអាវហ្នឹងគឺតលីស្មានឹងដើមដៃអញ្ចឹងសម្រាប់បងដែលមានស្មាបើកដើមដៃធំអីក៏មិនបាច់បារម្ភដែរណាអាចរៀបចំខ្លួនទម្រង់បែបនេះបានរឿងស្អាតនឹងមួយអត់មានណាគេមកជួយយើងទេមានណាគេមកចាំប្រាប់យើងដឹកដៃយើងជំរុញយើងគ្រប់ពេលទេមានតែយើងខ្លួនឯងហ្នឹងហើយដែលដាស់តឿនខ្លួនឯងរាល់ថ្ងៃថាត្រូវតែស្អាតមិនមានន័យថាយើងអត់អាចអាក្រក់បានទេខកបានតែម្ដងម្កាលមិនមានមនុស្សណាទៅអាសាររហូតទេពេលយើងអាក្រក់គេប្រកាសជាលួចនិយាយយើងចេះយើងចោះតែគេអត់បានដឹកដៃយើងអូយើងទៅប្រាប់យើងថាអូយយើងត្រូវធ្វើអញ្ចេះធ្វើអញ្ចោះទេអាការដែលស្អាតហ្នឹងណាក៏មិនមែនថាអត់ចិត្តចង់ស្អាតភ្លាមដឹងតែស្អាតទេជ្រើសរើសសម្លៀកបំពាក់ការរៀបចំខ្លួនហ្នឹងក៏តែយើងរៀនសិក្សាពីវាដែរបើកចិត្តខ្លះយើងមិនអាចថាធ្វើអ្វីតាមដែលយើងស្រឡាញ់ទេតែយើងត្រូវបើកចិត្តថាអូរូបរាងរបស់យើងនេះស័ក្តិសមនឹងរៀបចំខ្លួនបែបហ្នឹងរឿងមួយហ្នឹងត្រូវអាសាដាស់តឿនខ្លួនឯងផងតែទី3គឺមួយអាយចាក់យកមកទៅនុយណាចាក់ហ្នឹងមានអាកាក់ខាងក្នុងខ្ញុំអត់ចូលចិត្តអានេះអញ្ចឹងខ្ញុំដល់វាចេញខ្ញុំយកតែអាកាក់ឯងអាចាក់ហ្នឹងមួយសេតរបស់វាគឺមានកាក់ហើយនឹងខ្សែក្រវ៉ាត់អាចាក់ហ្នឹងអត់មានសាយទេគឺ free size តែប្រើបានគីឡូធ្ងន់ជាងអាយក្រៅមិញបាន size S, M, L, XL មានកាក់មួយខ្សែក្រវ៉ាត់មួយហើយអាយចាក់មួយចូលមកលេង style ងាយគឺដាក់ពីលើហើយខ្សែក្រវ៉ាត់ពីលើអញ្ចឹងមកការស្រេចខ្ញុំនិយាយមែនណាអាវចាក់នេះនៅលើខ្លួនណាស្រួលខ្លួនហើយអត់មានអារម្មណ៍ថាស្គៀបទេសូម្បីតែអាវកាក់ខាងក្នុងហ្នឹងក៏ស្រួលដែរតែចាក់ខ្លះដាក់ទៅរៀងស្គៀបត្រូវអត់អានេះអត់ទេណាខោមួយហ្នឹងបងអ្នកតាគៀកធំមិនបារម្ភទេព្រោះកន្លែងតាគៀកនឹងក៏ផ្លូវតលាយអ្នកតាគៀកធំប្រើខោហ្នឹងនឹងស្អាតដែរខ្ញុំសាកទាញមើលខ្ញុំរៀងមានតាគៀកបន្តិចទេប្រហែលហិចកន្លែងតាគៀកស្អាតដែរតែខ្ញុំតាគៀកខ្ញុំអត់មានដឹងបងដែលមានតាគៀកធំគល់ផ្លូវរៀងធំអាចសាកល្បងរៀបចំខ្លួនតាមវីដេអូនឹងបានណា